សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើឆាមីឧដុង្គជាមួយសាច់មាន់ញ៉ាំហើយក៏ចង់ប្រាប់ដែរថាខ្ញុំគ្រាន់តែជាស្ត្រីមេផ្ទះធម្មតាទេមិនមែនចង់ភៅជំនាញអីទេណាបងប្អូនអើយអញ្ចឹងគឺថារបៀបឆារបស់ខ្ញុំគឺងាយៗទេអញ្ចឹងយើងបំពងខ្ទឹមចិញ្ច្រាំរបស់យើងនឹងឲ្យឈ្ងុយទៅចាំយ៉ាងដាក់សាច់មាន់ចូលហើយបន្ទាប់មកទៀតចាំរយរ៉ូឌីមកកូនលាព្រាទៅឲ្យវាមានជាតិណាហើយចាំយើងដាក់បន្លែដែលយើងបានស្រុះហើយហ្នឹងចូលហើយយើងកូរមកបន្តិចទៅចាំយើងដាក់ជាមួយនឹងគ្រឿងផ្សំរបស់យើងដែលយើងបានផ្សំរួចរាល់រួចជាស្រេចហ្នឹងណាហើយទុកឲ្យពុះប្រហែលជា5នាទីទៅចាំយើងដាក់មីឧដុង្គចូលហើយយើងកូរឲ្យសព្វទៅហើយទុកមកស្ទុះទៅយើងអាចញ៉ាំបានហើយបងប្អូនអើយអញ្ចឹងសម្រាប់មីឧដុង្គនេះដែរគឺរួចរាល់ហើយតើមើលទៅតំណងអត់បងប្អូនខ្ញុំនិយាយចំទៅគឺថាចេះតែច្នៃណាហើយនៅមានរសជាតិដែលយើងអាចទទួលយកបានអញ្ចឹងណា